សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាស្វែងយល់អំពីការធ្វើ automatic slide នៅក្នុង Figma ទាំងអស់គ្នាដំបូងគឺយើងត្រូវបើកកម្មវិធី Figma ហើយនេះគឺជាឧទាហរណ៍ដែលខ្ញុំលើកឡើងគឺខ្ញុំមានរូប3 select ដំបូងគឺយើងត្រូវ select វាទាំងអស់ហើយយើង click ទៅលើ frame selection ដើម្បីបង្កើតវាទៅជា frame មួយបន្ទាប់មកគឺយើងអូស frame នោះមកលើរូបភាពទី1ដើម្បីយើងបង្ហាញតែរូបភាពមួយ select តែប៉ុណ្ណោះនៅពេលដែលយើង select frame ហើយគឺយើងត្រូវបង្កើត frame ទី2គឺយើង hold out ដើម្បីបង្កើត frame ទី2ប៉ុន្តែនៅ frame ទី2នេះយើងត្រូវដូររូបភាពអញ្ចឹងយើងត្រូវ select រូបទី1ដល់រូបទី3ដើម្បីអូសរូបទី2ហ្នឹងមកចូល frame ដែលយើងបានកំណត់មិញប៉ុន្តែកន្លែងនេះគឺខ្ញុំអូសចេញពី frame អញ្ចឹងខ្ញុំត្រូវដាក់វាចូល frame វិញដូចគ្នាផងដែរគឺយើងត្រូវបង្កើត frame ទី3គឺយើងធ្វើដូច frame ទី2អញ្ចឹងយើងត្រូវ hold out ដើម្បីបង្កើតជា frame ទី3ដូចគ្នាផងដែរនៅ frame ទី3នេះគឺយើងត្រូវ select រូបទី1ដល់រូបទី3និងយើងត្រូវអូសរូបទី3មកដាក់នៅក្នុង frame ដោយសាររូបយើងទាំងអស់គឺមាន3 select នៅពេលដែលយើង select frame រួចរាល់ហើយគឺយើង select frame ទាំងអស់នោះដើម្បីបង្កើតវាទៅជា component មួយអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានដើម្បីបង្កើតទៅជា component មួយនៅពេលដែលយើងបានចង frame ទៅជា component ហើយគឺយើងត្រូវចង photo type ដំបូងគឺត្រូវចងរូបទី1ជាមួយនឹងរូបទី2បន្ទាប់មកគឺយើងបដូរកន្លែងនេះដាក់ after delay ដើម្បីឲ្យវាផ្លាស់ប្ដូររូបដល់ខ្លួនឯងកន្លែង direction នេះគឺដាក់ដើម្បីឲ្យវាមានចលនាយឺតឬក៏លឿនអញ្ចឹងយើងត្រូវចងវាពីរូបទី1មករូបទី2រូបទី2ទៅរូបទី3និងរូបទី3មករូបទី1វិញដើម្បីឲ្យវាដើរតាម flow វាដើម្បីវាបង្កើតបានទៅជា automatic slider ដើម្បីឲ្យ slider នោះបានដំណើរការគឺយើងត្រូវដាក់វានៅក្នុង frame អញ្ចឹងឥឡូវខ្ញុំនឹងលើកឧទាហរណ៍ជាមួយនឹង frame iPhone មួយដើម្បីយកមកឧទាហរណ៍យើងអាចរក component slider នៅក្នុង asset បានហើយយើងគ្រាន់តែអូសវាមកដាក់នៅក្នុង frame ដែលយើងចង់បានអញ្ចឹងកន្លែងនេះស៊ីសនថាចំណុចចិត្តរបស់យើងបើយើងចង់បានជ្រុងក៏បានយើងចង់បានរាងមូលគឺយើងត្រូវសេរីហើយនេះជាសមិទ្ធផលដែលពួកយើងបានធ្វើជប់សិនអ្នកទាំងអស់គ្នាខ្ញុំក៏មានដំណឹងល្អប្រាប់អ្នកទាំងអស់គ្នាដែរសម្រាប់បងប្អូនដែលមានចំណារអារម្មណ៍លើ UX UI design នៅ SC Academy កំពុងតែចែកអាហារូបករណ៍រហូតដល់ 100% សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ SC Academy បានសូមអរគុណ